ត្រូវតែចាប់ផ្ដើមថែស្បែកថែសម្រស់ឲ្យស្អាតដើម្បីកុំឲ្យនាងរ៉ាន់យ៉ាស្អីគេនោះមកប្រកួតប្រជែងជាមួយនឹងខ្ញុំបានតាមពិតទេខ្ញុំស្អាតស្រាប់ទៅហើយនាងរ៉ាន់យ៉ាស្អីគេនោះមកប្រកួតប្រជែងជាមួយនឹងខ្ញុំមិននឹងបានទៅគិតពីអាយុហើយនៅសម្រស់វិញខ្ញុំវ៉ាដាច់បាត់ទៅហើយណាមើលដល់ថ្ងៃរៀបអង្គការរបស់លោកនុនណាមានតែខ្ញុំជាមួយនឹងមនុស្សទេដែលជាគូរំសំជាងគេបំផុតអេនិយាយចឹងភ្លេចគិតពីរឿងនេះសារ៉ាត់នឹកឃើញគួរឲ្យក្តៅចិត្តមែនទេឌឺមិនព្រមនិយាយប្រាប់ខ្ញុំហ៎ចាំមើលពេលដែលខ្ញុំរកការពិតឃើញតែខ្លួនឯងណាចាំមើលនៅរឹងជាមួយនឹងខ្ញុំដល់ណាទៀតនុតដូចជាដឹងខ្លួននៅបាទបងនិយាយដឹងខ្លួនហើយតែទៅសម្រាប់មុននឹងឯងពិតមែនហ៎ចឹងល្អណាស់អញ្ចឹងឯងជួយប្អូនទីទៅផ្ទះមុនទៅណាចាំបងជាមួយនួនមើលថែម្ដងព្រោះឯងទៅចូលរោងការផងបាទបងអញ្ចឹងខ្ញុំលាបងនុនសិនហើយបាទជម្រាបលាខ្ញុំទៅទៅបងអ្នកប្រុសទៅសម្រាប់សិនទៅទុកឲ្យខ្ញុំជាអ្នកមើលថែលោកយាយមិនទេខ្ញុំមិនតល្ងួយទេណាខ្ញុំកំដរលោកយាយតិចសិនតើមនុស្សមានតំណែងតំណងអីជាមួយស្រីម្នាក់នោះដែរអត់នោះបងមិនតន់ងុយគេទេបងអត់តន់ងុយទេតែចុះឯងងុយទេនៅដែរហ្នឹងបងតែរៀបចំកន្លែងហើយទៅតាមងុយស្មានចូលគេងស្មាននឹងដែរអញ្ចឹងបងមានរឿងចង់សួរឯងមួយបានទេមានរឿងអីបងសួរមកចុះបងស្រីឯងឈ្មោះអីហើយមានតំណែងតំណងអីជាមួយលោកតកែដែរហើយបើសិនជាឯងគិតថាពិបាកឯងបាច់ឆ្លើយចាត់ទុកថាបងបានសួរឯងចុះបងស្រីខ្ញុំឈ្មោះម៉ានុក៏សពថ្ងៃរស់នៅខុនដូមួយតែគាត់មានតំណែងតំណងជាមួយលោកតកែក្នុងលក្ខណៈយ៉ាងណាខ្ញុំមិនដឹងច្បាស់លាស់ទេតែខ្ញុំគ្រាន់តែដឹងច្បាស់ថាបងស្រីខ្ញុំព្រមធ្វើគ្រប់បែបយ៉ាងក៏ព្រោះតែខ្ញុំនិងម៉ែខ្ញុំតែប៉ុណ្ណោះបងសុំទោសផងដែលបងសួរសំណួរនេះទៅឯងអាចជប់ពិបាកចិត្តទៅបងសន្យាបងឈប់សួរសំណួរដែលតាក់ទងជាមួយក្រុមគ្រួសារឯងទៀតហើយខ្ញុំមិនខឹងបងទេតែខ្ញុំមិនណិតបងស្រីខ្ញុំណាគាត់ព្រោះតែគ្រួសារគាត់សុខចិត្តលះបង់ជីវិតផ្ទាល់ខ្លួនគាត់មិនដែលគិតពីការទុក្ខលំបាកម្ដងណាឡើយនេះហើយជាទឹកចិត្តរបស់បងគ្រប់រូបនោះបងយល់ពីអារម្មណ៍ឯងនៅពេលនេះឈប់ពិបាកចិត្តទៅណាឆាប់គេងទៅយប់ហើយចាំញោមមិននៅមើលថែយាយអីទៀតមិនក៏មិនតែជួយមើលការខុសត្រូវប្អូនទៅចាព្រ
cô thang ngày nắng ngày châu rung ca hơi លោកយាយកុំបារម្ភអីណាខាងពិធីមង្គលការគេចេះចាត់ចែងហើយ công gì chẳng cha giang na cha thử thì chui mưa ca không thử ôn công ở cái tha dương nấu ăn khang khó mình chui mưa ca không thử kia អូហូយលោកយាយសម័យនេះហើយនៅទំនៀមទម្លាប់បុរាណអីទៀតឲ្យតែមានលុយជួលគេបានមកចប់ហ្នឹងទាំងអ្នករឹកតុកទាំងអ្នកទទួលភ្ញៀវទាំងអ្នកតែងផ្ទះយើងចាំតែរៀបចំបុគ្គលការយើងទៅហើយ mưa kèn vậy cho mà đã ca nghi on nâng á kê chui dương on bị chất bị thay một chân này ba mình chui mưa ca không thử ba mình chui phèo tế ca nó giang thôi cha ơi បាទលោកយាយការមកទៅការលោកយាយប៉ុន្តែរឿងដែលសំខាន់ណាគឺលោកយាយទៅវិសាបអស់មួយចានសិនទៅចានទៅ mặt nào có cầm riềm dây mặt nào có cầm riềm dây អត់ទេចៅបានកម្រិតលោកយាយទេចៅគ្រាន់តែចង់ឲ្យលោកយាយវិសាបានច្រើនឆាប់ជីឲ្យទៅផ្ទះវិញហ្នឹងណា មានម៉ាក់សុខភាពយ៉ាងម៉េចដែរ ơi mà ọt ấy tê hay nom kia mau nâng thưa ấy mình chặt nom kia từ rong ca tới មកពីពួកខ្ញុំបារម្ភពីអ្នកម៉ាក់ទៅបានចូលមកសួរសុខទុក្ខសិនបានទៅផ្ទះការជាក្រោយ ôi ban ơi chăm ơi nuôn nâng mơ thai mạ của ban đài ai chặt nom kia tới rong ca tới cốn bố tha cầm oi chờ nốt hay khang sấy nâng cái chăm mơ phơi dương chờ nôn con chẳng đài chắp tới chờ បាទលោកយាយចឹងចៅលាសិនណាចឹងចៅសូមទៅផឹកអាសិនលោកយាយ cha này mà nứt cái tên này ម្លិតគេបោះសម្អាតនៅខាងក្រោយនេះ ទៅហៅគេមកខ្ញុំត្រូវការគេបើកឡានជូនខ្ញុំទៅខាងក្រៅហើយលោកទៅធ្វើការជំនួសគេចុះ ប៉ុន្តែលោកតកែបានប្រាប់ខ្ញុំថាខ្ញុំជាតកងឡានអ្នកនាងតែម្នាក់គត់សម្រាប់ជូនអ្នកនាងទៅនេះទៅនោះ តែពេលនេះខ្ញុំត្រូវការគេជូនខ្ញុំទៅខាងក្រៅព្រោះគេគឺជាតកងឡានដែលខ្ញុំពេញចិត្តហើយលោកឯងនេះសំណាងហើយដែលខ្ញុំមិនប្រាប់ប៉ាឲ្យដេញលោកចេញនោះ បើសិនជាខ្ញុំមានកំហុសមែនអ្នកនាងទៅជម្រាបលោកតកែឲ្យដេញខ្ញុំចេញតែម្ដងទៅខ្ញុំអត់ខឹងទេ ណៃខ្ញុំមិនឲ្យលោកនិយាយច្រើនទេណាហើយខ្ញុំរត់តែមិនត្រូវការឲ្យលោកនេះមួយ តបើកឡានជូនគាត់ទៅខាងក្រៅ ចុះក្រៃរដងបងជាអ្នកបើកឡានជូនអ្នកនាងទៅក្រៅហើយក ុំសួរហេតុផលច្រើនពេកអាចញ៉ាំទៅការងារនេះទុកឲ្យបង បាទ អ្នកនាងត្រូវការខ្ញុំជូនទៅខាងក្រៅ ទៅបិឆេះឡានទៅ បាទអ្នកនាងអញ្ជើញ អ
និតឯងមិនចេះបើកឡានទេហើយបានជាបើកឡានយឺតម៉េច បាទខ្ញុំដូចជាមិនសូវស្ទាត់ទេអ្នកនាងគួរតែឲ្យបងស្រាត់បើកជូនវិញទៅព្រោះអីគាត់ស្ទាត់ជាងខ្ញុំ គ្មានផ្លូវទេតែខ្ញុំនេះមិនចូលចិត្តនាយម្នាក់នោះទេឯងមិនចេះបើកឡានណាឯងខំរៀនបើកឡានបន្តិចទៅព្រោះថាយូរនឹងឆាប់គង់តែស្ទាត់ដូចតែគ្នានោះទេ ចុះនិយាយអញ្ចឹងអ្នកនាងឲ្យខ្ញុំជូនតាណាដែរ ឯងជូនខ្ញុំទៅហាងខ្មែរឌីហ្សាញខ្ញុំត្រូវទៅយករ៉ូបព្រោះស្អែកនេះត្រូវទៅចូលរួមការគេផង បាទ អូលំងម៉ាច់តែម្ដងអ្នកនាងស្អាតទេនេះបាច់សារ៉េទៀតទេណា ហ្នឹងខ្ញុំពេញចិត្តតែបង ស្អាតណាស់អញ្ចឹងអ្នកនាងទៅតាខោអាវទៅចាំខ្ញុំរៀបចំខ្ចប់ជូនអ្នកនាង ចាណាបង អូសួស្តីអ្នកនាងសានីពិតជារីករាយមែនតើដែលបានជួបអ្នកនាងនៅទីនេះ ចាសួស្តីលោកអាដាមនៅទីនេះនាងរ៉ាន់យ៉ាស្អីគេនោះប្រកាសជានៅទីនេះដែរហើយហើយគួរឲ្យក្តៅចិត្តខ្លាំងណាស់មិនក៏នាងនឹងមកកាត់ក្អានៅទីនេះដែរអញ្ចឹង អ្នកនាងសានីជើញមកដល់យូរហើយចាខ្ញុំសុំទោសណាព្រោះខ្ញុំជាប់រវល់មានភ្ញៀវនៅខាងក្នុង ខ្ញុំទៅម្ដងមិនទេតែបើអ្នកបងជាប់ភ្ញៀវពិសេសនោះខ្ញុំត្រឡប់ទៅវិញសិនក៏បានដែរ អត់ទេអ្នកនាងរាជាគាត់ថាសម្រាប់ពាក់រួចរាល់អស់ហើយ មើលទៅអ្នកនាងនឹងខ្ញុំនេះដូចជាមាននិស្ស័យមួយគ្នាសម្បើមណាយើងប្រហែលជាគួរតែបង្កើនមិត្តភាពបានច្រើនជាងនេះហ្នឹងទេ សុំទោសចេះខ្ញុំនេះដូចជាគ្មានអារម្មណ៍អីទៅបង្កើតភាពស្និទ្ធស្នាលជាមួយនឹងអ្នកនាងទេព្រោះថាអ្នកនាងនេះគ្មានរសនិយមអីបន្តិចសោះខ្ញុំពិតជាពិបាកនឹងទទួលយកណា បានតាចាំមើលថាមនុស្សដែលគ្មានរសជាតិនិយមដូចខ្ញុំនេះអ្នកណាគួរឲ្យស្រឡាញ់ជាង អ្នកនាងសានីជំរាបសួរណា ស្រីពុះវេកស្រីមានពុតត្បុតកុំស្មានតែយើងនេះមិនដឹងពេលល្បិចនាងអីសោះនាងប្រកាសជាចង់តាក់ទងជាមួយនឹងមនុស្សជាមិនខានកុំសង្ឃឹមអីសោះដេកសម័យទៅនាងអើយ អ្នកនាងសាលីជើញមកយករោបចា ចា ចាជើញចា បងខ្ញុំដូចជាឆ្ងល់ណាហេតុអីបានជាបងជួបជាមួយអ្នកនាងសានីតែមានបញ្ហាជាមួយគ្នាអញ្ចឹង គឺគេអញ្តាតែប្រើពាក្យសុខចិត្តដាក់បងមុនមកពីសនីគឺចង់សង់រឿង តែអ្វីដែលខ្ញុំមើលឃើញគឺជាបងឯងដែលនិយាយឌឺដល់អាគេមុនអញ្ចឹងហើយបានជានាងថប់ថតសម្ដីមកវិញ ណែនេះឯងចេះជឿឆ្អាតគេពីកាលណាមិញនេះបងគាត់និយាយចង់សាងមិត្តភាពមួយគេឯងមិនលើគេនិយាយដល់បងវិញទេ ខ្ញុំមិនបានកាន់ជឿនរណាគឺខ្ញុំនិយាយអ្វីដែលខ្ញុំមើលឃើញតែប៉ុណ្ណោះ តាមការមើលឃើញឬក៏តាមការយកចិត្តទុកដាក់កុំស្មានតែបងមិនដឹងណានេះឯងកំពុងតែបញ្ចេញអារម្មណ៍ថែមអារម្មណ៍ពីគេណា ខ្ញុំមិនបានមកអារម្មណ៍ពីនរណាបើសិនជាបងគិតអញ្ចឹងតាមបងចុះ ដើមឯងចង់ទៅណា ខ្ញុំទៅក្រៅដើម្បីបន្ធូរអារម្មណ៍មួយម៉ោងបន្តិច ដើម ដើមកុំគិតថាយើងមិនដឹងពីកម្រិតឯងសោះបើឯងចង់តាក់ទងសានីកុំសង្ឃឹម
ជាមានកិត្តិយសមែនទេដែលបាននៅជំទាវទាំងពីរចូលរួមក្នុងពិធីកូនស្រីខ្ញុំចាចាកូនកំមុំទៀតតែងខ្លួនទៅស្រស់ហ្មងហើយកម្មវិធីទាំងអស់នេះស្អាតមែនទេណាខ្ញុំមានអារម្មណ៍ថាការកូនលោកជំទាវពិតជាធំដុំមែនទេហើយខ្ញុំមានអារម្មណ៍ថាជាសមាជិកមែនទេចាលោកជំទាវថ្ងៃនេះខ្ញុំអញ្ជើញភ្ញៀវចូលរួមកិត្តិយសកូនស្រីខ្ញុំមកច្រើនណាស់លោកជំទាវកុំអានចេញទៅវិញនៅលេខដល់ចប់សិនចឹងទៅណាចាខ្ញុំពិតជានៅយើងនៅអរគុណច្រើនដែលបានលោកជំទាវទាំងពីរចូលរួមក្នុងពិធីមង្គលការកូនស្រីខ្ញុំចាតានាងសូមអញ្ជើញចាអរគុណបន្ទប់កូនកំមុំនៅខាងណាដែរបន្ទប់តានាងនេះនៅខាងមុខតានាងដើរទៅនឹងជួបគាត់ហើយគាត់ពុកតៃខ្លួនដែរចាអញ្ចឹងខ្ញុំសូមទៅមើលកូនកំមុំតិចណាបាទតានាងសូមអញ្ជើញបាទអរគុណបងចុះក្លែងអូហូឯងតែងខ្លួនអញ្ចឹងទៅពិតជាសង្ហាមែនអូបងនិយាយអញ្ចឹងរាល់ថ្ងៃនេះខ្ញុំអត់សង្ហាទេខ្ញុំភ្លេចគិតទៅខ្ញុំធ្វើម៉េចសង្ហាដូចបងអូយនិយាយដល់នេះនេះទេបងមិនមែនមានន័យថាអញ្ចឹងទេបងមិនសង្ហាដូចឯងជាតារាទេមកចេញទៅជម្រាបសួរចាស់ទុំខាងក្រៅណាបាទបងសួស្តីអ្នកនាងសនិតខ្ញុំសូមពេលនិយាយជាមួយអ្នកនាងតិចបានទេចាសួស្តីចនអ្នកនាងជាអ្នកណាហើយមានរឿងអីចង់និយាយមួយខ្ញុំរឿងនេះគឺជារឿងសំខាន់ខ្ញុំសូមនិយាយជាមួយអ្នកនាងតែពីរនាក់តែប៉ុណ្ណោះអញ្ចឹងអ្នកនាងនិយាយគ្នាតាមសំណួរចឹងណាអរខ្ញុំសូមទោសអ្នកនាងផងដែលយករឿងទាំងអស់នេះមកប្រាប់អ្នកនាងតែខ្ញុំគិតយូរទៅបើសិនជាខ្ញុំលាក់បាំងរឿងទាំងអស់នេះគឺដូចជាមិនគប្បីចំពោះអ្នកនាងសោះហើយរត់តែមិនគប្បីចំពោះខ្ញុំខ្លួនឯងទៅទៀតអ្នកនាងមានរឿងអីនិយាយតាមសម្រុំចុះហើយរឿងនោះជារឿងអីខ្ញុំគឺជាប្រពន្ធរបស់បងនុតនាងនិយាយថាម៉េច
ខ្ញុំគឺជាប្រពន្ធរបស់បងនុតបិទតែយើងទាំងពីរនាក់មិនបានរៀបការជាមួយគ្នាមែនប៉ុន្តែពួកយើងបានរស់នៅជាមួយគ្នាយូរណាស់មកហើយខ្ញុំក៏ធ្លាប់មានកូនជាមួយគាត់ដែរប៉ុន្តែគាត់មិនឲ្យខ្ញុំទុកកូននោះទេដើម្បីការពារកិត្តិយសគាត់ខ្ញុំសុខចិត្តយកកូននោះចេញខ្ញុំឈឺចាប់ណាស់អ្នកនាងសាក់គិតទៅមើលតើមានម្ដាយឯណាដែលមិនស្រឡាញ់កូនខ្លួនឯងនោះអ្នកនាងគ្រាន់តែនិយាយដូច្នេះតើឲ្យខ្ញុំជឿអ្នកនាងមិននឹងបានទៅនេះគឺជាចិញ្ចៀនមិនចាំចិត្តដែលគាត់បានឲ្យមកខ្ញុំដើម្បីឲ្យខ្ញុំជឿចិត្តគាត់សុខចិត្តដោះចិញ្ចៀននេះចេញពីដៃគាត់ផ្ទាល់ឲ្យមកខ្ញុំនេះជាចិញ្ចៀនដែលខ្ញុំអំពាក់ឲ្យកូនតាហេតុអីបានជាគាត់ធ្វើដូច្នេះចុះចិញ្ចៀនដែលនៅនឹងដៃគាត់នោះរឿងនេះខ្ញុំមិនដឹងទេប្រហែលជាគាត់ធ្វើចិញ្ចៀនមួយទៀតដូចបេះបិទនឹងចិញ្ចៀននេះទៅដឹងអ្នកនេះមិនដែលសង្កេតអត់ថាគាត់ដែលដោះចិញ្ចៀនចេញពីដៃគាត់អត់នេះចៅនុកអូចុះចិញ្ចៀនភ្ជាប់ពាក្យនៅឯណាបាទលោកយាយគឺកាលពីម្សិលមិញចៅទៅថតហើយគេតម្រូវឲ្យចៅបោះចិញ្ចៀនចេញទើបចៅភ្លេចពាក្យមកទៅលោកយាយហើយខ្ញុំសុំទោសដែលយករឿងទាំងអស់នេះមកប្រាប់អ្នកនាងអត់ទេខ្ញុំគួរតែអរគុណអ្នកនាងទៅវិញដែលបានយករឿងនេះមកប្រាប់ខ្ញុំដើម្បីឲ្យខ្ញុំដឹងពីចិត្តបរិសុទ្ធម្នាក់នេះខ្ញុំមិនរៀបការជាមួយគេដាច់ខាតយ៉ាមកដែរទេលោកជំទាវខ្ញុំមានការចង់ជំរាបមានរឿងអីនិយាយមកមិនដឹងជាអ្នកណាទេចុះជួបអ្នកនាងនេះហើយថាមានការសំខាន់ទៀតចូលទៅតាំងពីយូរហើយមិនកើតឃើញចេញមកវិញទៀតលោកជំទាវមិនអីទេចាំខ្ញុំមកចូលទៅមើលលោកជំទាវទៅវិញនេះអញ្ចឹងវិសាតាមសម្រួលទៅណាបន្តិចទៀតទៅខ្ញុំត្រឡប់មកវិញហើយចាមិនអីទេចាជឿការកូនខ្ញុំមកដល់ជឿណាជឿបាក់ហើយចំណាយទៅបានណាចាអីទេខ្ញុំឯងបងរបស់ប្រាប់ការខ្ញុំអីអទាំងអីហ្នឹងនាំទៅប្រាប់ទឹកភ័ក្រមិញតាមមកការកូនបងគេទៅធំហើយជឿយល់សួរមីងនេះបងប្រុសខ្ញុំជំរាបសួរមីងបងគ្រូបាយđấy ô để cho cô ăn rồi ăn bạn này nè
នាងជាណាហើយចុះមកទីនេះមានការអីចុះឯណាកូនសនិទ្ធអ្នកនាងនេះគាត់ចេញទៅបាត់ហើយគាត់ថាគាត់អត់រៀបការជាមួយនឹងលោកនោះទេនាងនិយាយថាម៉េចមិនពិតទេមានរឿងអីដែលកូនសនិទ្ធណាមិនត្រូវរៀបការជាមួយកូននោះរឿងនេះត្រូវតែបកស្រាយជាមួយគ្នាសិនទៅបានអ្នកនាងសូមនាងទៅតាមក្រុមគ្រួសាររូបរដ្ឋឲ្យចុះជួបខ្ញុំឥឡូវនេះចាលោកជំទាវអូននោះលោកជំទាវហៅទៅជួបនៅក្នុងបន្ទប់អូននេះម៉ាក់មានការអីអូននោះចូលទៅនឹងដឹងរឿងច្បាស់ហើយសូមអញ្ជើញលោកប្រុសនិងលោកស្រីទៅផងណាបាទសូមអញ្ជើញលោកប្រុសនិងលោកស្រីទៅផងណាបាទកូនមកសូមអត់ទៅពលមានការដែរចាំលោកជំទាវហើយមកជុំលោកប៉ាផងខ្ញុំជួយយីដៃលោកប៉ាជួយហើយយើងអត់តានាងបោះស្រាយទៅមើលតើនាងនិយាយយ៉ាងម៉េចខ្លះដែលធ្វើឲ្យកូននេះបោះបង់អំពើការចោលដូចនេះខ្ញុំអត់បាននិយាយច្រើននេះគ្រាន់តែប្រាប់ពីការពិតអីនាងបោះស្រាយទៅមើលគឺការពិតពីតំណែងរបស់បងខ្ញុំនោះអីតើកូននុតនិងនាងមានទំនាក់ទំនងអីគ្នាឲ្យប្រកបទៅនាងឆ្លើយមកមើលខ្ញុំគឺជាប្រពន្ធលួចលាក់របស់បងនុតពួកយើងធ្លាប់រស់នៅជាមួយគ្នាហើយថែមទាំងមានកូនទៀតដើម្បីការពារកិត្តិយសនិងកេរ្តិ៍ឈ្មោះរបស់គាត់ខ្ញុំសុខចិត្តទម្លាក់កូនចោលហើយមិនដែលនិយាយរឿងនេះប្រាប់អ្នកណាឡើយគាត់បានជួលខុនដូឲ្យខ្ញុំនៅហើយសន្យាថានឹងមិនបោះបង់ចោលខ្ញុំទេប៉ុន្តែពេលនេះគាត់បែរជាទៅរៀបការជាមួយអ្នកនាងសានេះទៅវិញនេះកុហកនុតកុំឆេវឆាវលោកប៉ានៅម៉ាក់ខ្ញុំគ្មានទំនាក់ទំនងជាមួយស្រីម្នាក់នេះទេហើយខ្ញុំក៏គ្មានកូនអីដែរខ្ញុំសារភាពតែខ្ញុំធ្លាប់ខូចខលតែមនុស្សដែលខ្ញុំស្រឡាញ់ហើយចង់រៀបការជាមួយគឺមានតែអូននេះម្នាក់គត់ហើយស្រីម្នាក់នេះខ្ញុំមិនដឹងថានាងមកពីណាទេនាងចូលមកនេះគឺចង់បង្កាច់ខូចឈ្មោះខ្ញុំតែប៉ុណ្ណោះបើបងថាខ្ញុំបង្កាច់ខូចបងជានេះបងឲ្យមកខ្ញុំធ្វើអីនុតតើឯងដោះស្រាយយ៉ាងម៉េចចំពោះរឿងចិញ្ចៀនរបស់នេះនុតឥឡូវនេះប៉ាមិនដឹងថាឋានៈខុសណាស់ត្រូវទេរឿងនេះបើនាងថានេះនិយាយត្រូវឯងត្រូវតែរៀបការជាមួយគេឬទេលោកប៉ាគឺលោកប៉ាជឿខ្ញុំទេអីហេតុអីអ្នកទាំងអស់គ្នាមិនជឿខ្ញុំសោះអញ្ចឹងបើជឿអញយ៉ាងម៉េចបើឯងគ្មានការនិយាយការពិតនោះចប់គឺទាំងអស់គឺមកពីនាងនេះជាអ្នកបង្ហាញមកគ្រប់ការរបស់ពួកខ្ញុំបើខ្ញុំមិនបានរៀបការជាមួយនេះទេគឺខ្ញុំមិនរៀបការជាមួយអ្នកណាជាដាច់ខាតលុតចសិនអាចយកទៅណានេះលុតចសិនអាចយកទៅណាខ្ញុំទៅនេះអ្នកចង់ទៅស្អីទៀតជប់ធីមកកានេះហ៎អ្នកចង់ធ្វើអីទៅ
រឿងគោលការណ៍ខ្ញុំមិនដឹងបងដោះស្រាយជាមួយបាច់ជិះទៅហើយអីបាច់ជារឿងអាក្រក់កាលឡើងដូចច្នេះពីទីសុតមុនណាចិត្តដើមឥឡូវនេះហើយតែមកកូនដើមមួយនេះត្រូវដោះស្រាយយ៉ាងម៉េចកូនកំមុំក៏បាត់កូនកំលឹកក៏បាត់លោករវ៉ាត់សូមលោកផងជួយកាត់ខ្ញុំផងខ្ញុំដែលអញ្ជើញមកថ្ងៃនេះគាត់តែមានមុខមាត់ទាំងអស់តែខ្ញុំមកយកមុខទៅទុកណែណាទៅបានលោកជំទាវរឿងទាំងអស់នេះយ៉ាងណាជាអ្នកចូលអ្នកនឹងដោះស្រាយខ្ញុំរៀបការជាមួយគេដើម្បីបញ្ចប់បញ្ហាទាំងអស់នេះណុតកូនសម្រេចចិត្តច្បាស់ហើយរឿងនេះមិនមែនជារឿងធម្មតាទេណាបាទតែម៉ាក់កូនសម្រេចចិត្តច្បាស់ហើយល្អណាស់អញ្ចឹងយើងដោះស្រាយប្រាប់ភ្ញៀវតាមចុះចាមានតែធ្វើតាមចឹងហើយយាយឈាមនៅកម្ដៅរបស់លោកយាយចុះជាធម្មតាវិញហើយបើសិនបើលោកយាយជាខ្ញុំសម្រាប់បានគ្រប់គ្រាន់លោកយាយនឹងបានទៅផ្ទះវិញហើយខ្ញុំឮថាបានធូរនឹងខ្ញុំសប្បាយចិត្តណាស់ប៉ុន្តែគួរឲ្យសោកស្ដាយត្រង់ថាខ្ញុំអត់បានចូលរួមក្នុងមង្គលការចៅខ្ញុំបាននឹងណាអ្នកគ្រូពេទ្យអីទេលោកយាយទោះបីមិនបានចូលរួមណាក៏លោកយាយបានមើលរត់ការចៅដែរចាអរគុណហើយអ្នកគ្រូពេទ្យចូលសិនលោកយាយឮអ្នកគ្រូពេទ្យនិយាយទេអស់តែលោកយាយខំរកភាសាហើយគេឲ្យបានច្រើនណាយើងប្រកាសជាបានទៅផ្ទះវិញឆាប់នេះហើយយើងដឹងហើយមិនបាច់មកបញ្ជាក់ដដែលទេគ្រប់យ៉ាងដើម្បីរូបបងតែមនុស្សឆោតល្ងងដូចរូបបងនេះមិនដឹងថាអូនមានក្តីស្នេហ៍ស្មោះឥឡូវហួសអស់ទើបយល់ចិត្តស្រីពេលដែលបងឈឺចាប់អូនលងលោមហើរទៅហើយពិសីតែងជាការពិតអីនេះបងស្អាតទៅមើលគឺការពិតពីតំណែងរបស់បងខ្ញុំនោះអីខ្ញុំគឺជាប្រពន្ធលួចលាក់របស់បងនុតសូមអាណិតដល់ចិន្តាពួកយើងធ្លាប់រស់នៅជាមួយគ្នាហើយថាតែមានកូនទៀតដើម្បីការពារកិត្តិយសនិងកេរ្តិ៍ឈ្មោះរបស់គាត់ខ្ញុំសុខចិត្តទម្លាក់កូនចោលហើយមិនដែលនិយាយរឿងនេះប្រាប់អ្នកណាឡើយគាត់បានជួលខុនដូឲ្យខ្ញុំនៅហើយសន្យាថានឹងមិនបោះបង់ចោលខ្ញុំទេប៉ុន្តែពេលនេះគាត់បែរជាត្រៀមការជាមួយអ្នកនាងសិននេះទៅវិញនាងកុហកកុំឆេវឆាវនាងចូលមកនេះគឺចង់បង្កាច់ខូចឈ្មោះខ្ញុំទៅប៉ុណ្ណោះបើបងថាខ្ញុំបង្កាច់ខូចបងជានេះបងឲ្យមកចិត្តទៅអីបើមិនត្រឡប់ញាក់ខ្លួនហើយស្នេហ៍ត្រាំត្រើយស្នេហ៍អូនជាជីវិតសូមតើត្រីម្នាក់នោះគេជាអ្នកណាហើយមកពីណាតើគេមានកំណុំអីនឹងខ្ញុំមិនគេមកខ្វាក់ពាក្យអំពើរបស់គ្រួសារខ្ញុំចឹងអូននេះមិនអូនតែចិត្តរត់ចូលគោលការណ៍របស់ពួកយើង សំបីទៅមួយម៉ាត់ក៏អូនមិនប្រាប់អូនផង
ហើយពេលនេះសូមអានអូននៅណាដែលឈប់វងវែងយូរហើយមិនស្ដាយក្រោយបាត់ទងឲ្យរួមបងអូននៅក្បែរជីវិតប្រែអត្តន័យបានជួបគ្នាហើយនៅមកនោះកុំកាន់តែណាពិសេសអូនស្រឡាញ់មិននឹកស្មានថាអូនស្រឡាញ់សិល្បៈយ៉ាងនេះសោះមែនហើយបើគុំតែស្រឡាញ់បងជ្រុលខ្លួនកុំអីខ្ញុំទៅ